ពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីលានបាល់ទាត់ True Vision Volley Sport ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុម True Vision និងរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងនាល្ងាចថ្ងៃទី3ខែកក្កដាឆ្នាំ2026នេះនៅក្នុងបរិវេណសាលារៀនអន្តរជាតិ True Vision កម្ពុជាស្ថិតក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តមហួតហៃអភិបាលរងតំណាងឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្តមឆាយវីរៈអភិបាលរងរាជធានីភ្នំពេញក្នុងឱកាសនោះឯកឧត្តមហួតហៃបានសម្ដែងនៃការស្វាគមន៍និងអបអរសាទរចំពោះគណៈគ្រប់គ្រងសាលារៀនអន្តរជាតិ True Vision កម្ពុជាដែលបានរៀបចំបង្កើតឡើងនៅទីលានបាល់ទាត់ដ៏ស្រស់ស្អាតប្រកបដោយគុណភាពនិងស្តង់ដារខ្ពស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលនឹងក្លាយជាទីតាំងលេងកីឡាបាល់ទាត់ដ៏ពេញនិយមសម្រាប់កីឡាករកីឡាការិនីជាពិសេសបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់កីឡាបាល់ទាត់យ៉ាងពិតប្រាកដនាពេលខាងមុខឯកឧត្តមហួតហៃអភិបាលរងរាជធានីភ្នំពេញក៏បានមានប្រសាសន៍ថាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកីឡាដ៏ស្រស់ស្អាតនិងមានគុណភាពនៅក្នុងបរិវេណសាលា True Vision កម្ពុជានៅពេលនេះគឺបានស្ដែងចេញយ៉ាងច្បាស់អំពីការបដិញ្ញាចិត្តនិងឆន្ទៈយ៉ាងមោះមុតរបស់វិស័យឯកជនក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកីឡាសម្ដៅកសាងមូលធនមនុស្សប្រកបដោយសុខភាពនិងសុខុមាលភាពល្អកាយសម្បទាមាំមួនឆន្ទៈមោះមុតអំណត់ព្យាយាមមានវិន័យមានស្មារតីក្រុមមានស្មារតីប្រកួតប្រជែងវិជ្ជមាននិងគំនិតច្នៃប្រឌិតឯកឧត្តមហួតហៃក៏បានបន្តថាទន្ទឹងនឹងការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅទីលានបាល់ទាត់ True Vision Volley Sport នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយគណៈគ្រប់គ្រងទីលានបាល់ទាត់ Volley Sport True Vision ក្នុងការរៀបចំនៃការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់រដ្ឋបាលរាជធានីភ្នំពេញនិងក្រុមបាល់ទាត់ True Vision ដើម្បីដកស្រង់បទពិសោធន៍រឹតចំណងសាមគ្គីភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការស្ថាប័នរដ្ឋនិងឯកជនព្រមទាំងចូលរួមអបអរសាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅទីលានបាល់ទាត់ដ៏ស្រស់ស្អាតមួយនេះ។